ហេតុអ្វីបានជាយើងត្រូវយល់ដឹងអំពីមេកានីសនៃការបង្កកំណើតឬក៏មេកានីសដែលធ្វើឲ្យមានកូនទុំជាប់នៅក្នុងស្រទាប់រដូវដែលបញ្ជាក់ថាស្ត្រីនោះគឺគាត់មានផ្ទៃពោះនៅពេលដែលយើងដឹងអំពីមេកានីសនៃដំណើរការទាំងអស់នេះវានឹងអាចធ្វើឲ្យយើងមើលឃើញនៅពេលដែលយើងមានបញ្ហាកើតឡើងឧទាហរណ៍ដូចជាស្ត្រីដែលគាត់ពិបាកនៅក្នុងការមានកូនអញ្ចឹងគាត់នឹងដឹងថាតើគាត់មានបញ្ហានៅត្រង់ចំណុចណាដែលបណ្ដាលឲ្យគាត់ពិបាកមានកូនឬក្នុងករណីដែលស្ត្រីគាត់មានការបង្កកំណើតហើយមានកូនទៅទុំជាប់ជាមួយនឹងស្រទាប់រដូវហើយហេតុអ្វីបានជាធ្វើឲ្យកូនមានការរលូតដែលទុំអត់ជាប់ឬក៏ក្នុងករណីមួយចំនួនចាបានន័យថាកូនមានការលូតលាស់ហើយតែគាត់មានរូបភាពខុសប្រក្រតីអញ្ចឹងធ្វើឲ្យយើងដឹងថាវាមកពីមូលហេតុអ្វីអញ្ចឹងទាំងអស់នេះនឹងមានបញ្ជាក់នៅក្នុងវីដេអូនេះដែលនាងខ្ញុំបង្ហាញពីមេកានីសនៃការបង្កកំណើតយើងដឹងហើយថាការបង្កកំណើតគឺវាគឺជាការជួបគ្នារវាងមេជីវិតបុរសនិងមេជីវិតរបស់ស្ត្រីអញ្ចឹងនៅក្នុងវគ្គរដូវរបស់ស្ត្រីវាតែងតែមានមេជីវិតបញ្ចេញមកហើយនឹងស្រូបចូលទៅក្នុងដៃស្បូននៅពេលដែលបុរសធ្វើការរួមភេទជាមួយនឹងស្ត្រីនៅក្នុងថ្ងៃដែលស្ត្រីបញ្ចេញមេជីវិតទឹកកាមរបស់បុរសនឹងខ្ជាក់មកនៅកន្លែងមាត់ស្បូននៅក្នុងទឹកកាមរបស់បុរសគឺមានមេជីវិតរបស់បុរសរាប់លានដែលយើងមើលតាមមីក្រូស្កូបទៅគឺឃើញដូចជាកូនក្អុកបានន័យថាមានក្បាលនិងមានកតុយហើយមេជីវិតបុរសហ្នឹងគឺហែលឡើងទៅចូលក្នុងស្បូនហែទៅដៃស្បូនហើយនឹងជួបជាមួយនឹងមេជីវិតរបស់ស្ត្រីនៅដៃស្បូននៅពេលដែលមេជីវិតរបស់បុរសហែទៅដៃស្បូនជួបជាមួយនឹងមេជីវិតរបស់ស្ត្រីនៅដៃស្បូនហើយវានឹងធ្វើការបង្កកំណើតអញ្ចឹងនាងខ្ញុំសូមនិយាយបន្តិចតាក់ទងជាមួយនឹងមេជីវិតបុរសដែលហែមកជួបជាមួយនឹងមេជីវិតរបស់ស្ត្រីយើងមើលឃើញហើយថាមេជីវិតបុរសគឺមានក្បាលមានខ្លួនហើយនៅមានកតុយហើយនៅលើក្បាលនេះអ្វីដែលសំខាន់អារូបភាពក្រហមហ្នឹងគេហៅថាអាក្រូសូមវាគឺជាប្រភេទអង់ស៊ីមឬក៏ប្រូតេអ៊ីនមួយចាដែលនៅលើក្បាលរបស់មេជីវិតបុរសគឺសម្រាប់ទម្លុះរបាំងឬក៏ទម្លុះសបករបស់មេជីវិតរបស់ស្ត្រីដើម្បីឲ្យណយយោរបស់មេជីវិតបុរសហ្នឹងចូលទៅផ្សំជាមួយនឹងណយយោរបស់មេជីវិតរបស់ស្ត្រីចាអញ្ចឹងនេះគឺជាមេជីវិតរបស់ស្ត្រីដែលយើងមានណយយោនៅខាងក្នុងយើងមានសបក2ជាន់ចាដែលវាសម្រាប់ការពារមេជីវិតរបស់ស្ត្រីអញ្ចឹងមេជីវិតបុរសនៅពេលដែលចូលមកជួបជាមួយនឹងមេជីវិតរបស់ស្ត្រីគឺវាត្រូវឆ្លងកាត់សបកទី1សបកទី2ហើយបានវាចាប់ផ្ដើមបញ្ចេញនៅអាអង់ស៊ីមនៅក្បាលវាហ្នឹងដើម្បីទម្លុះសបកចុងក្រោយគេហ្នឹងដើម្បីឲ្យខ្លួនរបស់វានិងក្បាលរបស់វាចូលទៅជួបជាមួយនឹងណយយោរបស់មេជីវិតរបស់ស្ត្រីបន្ទាប់មកគឺវាបញ្ចេញណយយោរបស់វាទៅក្នុងណយយោរបស់មេជីវិតរបស់ស្ត្រីនៅពេលនោះដែរគឺវាបានបង្អាក់ឲ្យមិនឲ្យមេជីវិតបុរសផ្សេងទៀតអាចជ្រៀតចូលបាននេះគឺជាមេកានីសធម្មជាតិបានន័យថាមេជីវិតបុរសមានតែមួយទេដែលអាចចូលមកបង្កកំណើតមេជីវិតបុរសផ្សេងទៀតគឺមិនអាចចូលមកបង្កកំណើតទេនៅពេលដែលមានមេជីវិតម្នាក់មានមេជីវិតមួយបានចូលមកបង្កកំណើតហើយអញ្ចឹងណយយោរបស់មេជីវិតបុរសហ្នឹងចាបានបញ្ចេញឲ្យរំកិលមកចិត្តណយយោរបស់មេជីវិតរបស់ស្ត្រីហើយក៏វាចាប់ផ្ដើមបញ្ចូលគ្នាដោយវាធ្វើមីយ៉ូមីតូចាដើម្បីបង្កើតទៅជាកោសិកាថ្មីមួយអាហ្នឹងយើងហៅថាកោសិកាកូនជាទូទៅគឺវាកើតឡើង24ម៉ោងក្រោយមេជីវិតទាំងពីរជួបគ្នាចាអញ្ចឹងកោសិកាកូននេះដំបូងហ្នឹងគឺគេហៅថា zygote ដែលវាមានកោសិកាតែ2ទេបន្ទាប់មកទៀតវានឹងធ្វើដំណើរពីដៃស្បូនចូលមកក្នុងស្បូនដែលប្រើរយៈពេលទៅដល់5ថ្ងៃហើយក្នុងរយៈពេលដែលវាធ្វើដំណើរនេះដែរគឺវាមានការបំបែកកោសិកាវាធំទៅចាអញ្ចឹងវាបំបែកពី1ទៅ2ពី2ទៅ4ពី4ទៅ8ពី8ទៅ16និងបំបែកច្រើនទៅរហូតទៅដល់កោសិកាទៅដល់16ឬ32ដែលគេហៅថាជា morula ឬក៏ហៅ blastoma អញ្ចឹងបន្ទាប់មកទៀតក៏វាបំបែកទៅជារូបរាង blastocyst ចាដែលមានកោសិកាសបកនិងមានបណ្ដុំកោសិកាមួយនៅពោលខាងលើហើយនឹងមានជាទឹកនៅពោលខាងក្រោមដែលគេហៅថាជា blastocyst ទាំងអស់នេះគឺគេហៅថាជា embryo គឺជាកូនហើយចាអញ្ចឹងបន្ទាប់មកទៀត blastocyst នេះចាអាកោសិកាសបកខាងក្រៅនេះចាគេហៅថា trophoblast វាបង្កើតទៅជាសុកដែលវាសម្រាប់ចិញ្ចឹមកូនចំពោះបណ្ដុំនៃកោសិកាខាងក្នុងនេះយើងហៅថា embryoblast គឺវានឹងបំលែងខ្លួនវាទៅជាសរីរាង្គរបស់កូនបន្តទៀតអញ្ចឹងកូនដែលបានធ្វើដំណើរពីដៃស្បូនចូលមកក្នុងស្បូនហើយវានៅរយៈពេលប្រហែលជា2ថ្ងៃអញ្ចឹងបើយើងរាប់ទៅបានន័យថា6ថ្ងៃទៅ8ថ្ងៃក្រោយពីមេជីវិតទាំងពីរបង្កកំណើតជួបគ្នាហើយហ្នឹងចាវានឹងចាប់ផ្ដើមកូននឹងចាប់ផ្ដើមចាក់ឬចូលទៅក្នុងស្រទាប់រដូវអញ្ចឹងនេះគឺជាទីតាំងស្រទាប់រដូវពណ៌ខៀវៗនេះដែលកូននឹងត្រូវទុំចាអញ្ចឹង
embryon ហ្នឹងឬក៏ blastocyst ហ្នឹងវានឹងចាប់ផ្ដើមភ្ជាប់មកជាមួយនឹងកោសិកាស្រទាប់រដូវហើយវាចាប់ផ្ដើមបញ្ចេញនៅអង់ស៊ីមចាដើម្បីនិយាយទៅអានេះដូចថាវាដើម្បីវាស៊ីជ្រៀតចូលទៅក្នុងស្រទាប់រដូវចាអញ្ចឹងវានឹងលឹបចូលទៅក្នុងស្រទាប់រដូវហើយនៅពេលហ្នឹងហើយខ្ញុំបើកវងកញ្ចក់តិចដែលស្ត្រីមួយចំនួនគឺគាត់មានការធ្លាក់ឈាមកន្លែងនេះកន្លែងដែលកូនជ្រៀតចូលមកហ្នឹងគេហៅថា implant នៅពេលដែលកូន implant ហ្នឹងក៏អាចឲ្យស្ត្រីហ្នឹងមានការធ្លាក់ឈាមពេលខ្លះវាប្រហែលចំថ្ងៃដែលគាត់មករដូវធ្វើឲ្យគាត់គិតថាជាវគ្គរដូវរបស់គាត់ចាតែគាត់ថាវាជាការធ្លាក់ឈាមមិនច្រើនតិចតួចចាអញ្ចឹងវានឹងជ្រៀតចូលមកក្នុងស្រទាប់រដូវដែលវានឹងរស់នៅដោយស្រទាប់រដូវនឹងចិញ្ចឹមកូនហ្នឹងហើយបន្ទាប់មកទៀតគឺវាធ្វើការបំលែងខ្លួនរបស់ embryon ឬក៏ trophoblast ហ្នឹងចាទៅជាកោសិកាបន្តបន្ទាប់ដែលនឹងអាចវិវត្តទៅជាខ្លួនរបស់កូន